រឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់ជាប្រភេទចលនាអក្សរសិល្ប៍ខេមរនិយមឆ្លុះបញ្ចាំងពីសតិអារម្មណ៍របស់ប្រជារាស្ត្រក្រីក្រហើយឥទ្ធិពលពីរបបសង្គមរាស្ត្រនិយមព្រោះដំណើររឿងបានបំផុសឲ្យប្រជារាស្ត្រស្រឡាញ់ការងារពលកម្មកសិកម្មហត្ថកម្មនយោបាយទឹកតួយ៉ាងដូចជាតួអង្គសំជាដើមកំណត់តែងឆ្នាំ1960-1961អ្នកនិពន្ធលោកសួនសុរិនលោកកើតនៅថ្ងៃទី9 ខែកក្កដាឆ្នាំ1930នៅសង្កាត់ជ្រៃស្រុកសង្កែខេត្តបាត់ដំបងស្នាដៃរបស់លោកគឺរឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់ដែលបានជាប់លេខ1រង្វាន់អន្តរទេវីលើកទី1ក្នុងដំណើររឿងយើងឃើញថាសំជាយុវកសិករកំព្រាឪពុកម្ដាយតាំងពីតូចមានប្រពន្ធម្នាក់ឈ្មោះនាងសយកំព្រាឪពុកម្ដាយដូចគ្នាដោយភាពក្រីក្រគេទាំងពីរបានចាកចេញពីស្រុកកំណើតទៅប្រកបរបរធាក់ស៊ីក្លូនៅឯភ្នំពេញសំធាក់ស៊ីក្លូបញ្ចាស់ទិសត្រូវប៉ូលីសផាកពិន័យរកប្រាក់អង្គពិន័យពុំបានអ្នកស្រីគឹមលៀងបានស្ដីបន្ទោសរួចដកហូតស៊ីក្លូលែងឲ្យធាក់ចំណែកតាសានវិញក៏បណ្ដេញសំនិងសយចេញពីខ្ទមដែរព្រោះអ្នកទាំងពីរគ្មានលុយបង់ឈ្នួលផ្ទះមុននឹងចាក់ចេញពីកន្លែងខ្ទមដល់កំសត់នេះសៅដែលជាមេក្រុមចោរលួចឆក់បានបបួលសំឲ្យចូលដៃធ្វើជាសកម្មភាពជាមួយខ្លួនតែសំមិនព្រមឲ្យប្រកាន់នៅភាពយុត្តិធម៌ជានិច្ចសំនិងប្រពន្ធបានចូលទៅរស់នៅតាមសម្យាបព្រះវិហារលោកសង្ឃយួននៅវត្តទួលប្រស្រីពេលនោះនាងសយត្រូវបានយាយចាស់ម្នាក់នាំឲ្យទៅបម្រើផ្ទះថៅកែហុកដោយមានការយល់ព្រមពីសំជាប្តីផងដែរយប់មួយនោះដោយមានភ្លៀងធ្លាក់យ៉ាងខ្លាំងក្នុងវេលាម៉ោង21ថៅកែហុកបានចូលទៅចាប់រំលោភនាងសយដោយកម្លាំងកាមអារម្មណ៍យ៉ាងប្រៃផ្សាយបំផុតដោយមានភាពឈឺចាប់ជាខ្លាំងព្រឹកឡើងនាងក៏ចាក់ចេញពីផ្ទះថៅកែហុកដើម្បីទៅរកមិត្តកម្មករត្រីចក្រយានរបស់ប្តីនាងគឺនាយម៉ៃនិងនាងមុំក៏បានជួបប្រពន្ធហើយដឹងថាថៅកែហុកធ្វើអំពើកប់បីមកលើប្រពន្ធទោះបីប្រពន្ធនិងមិត្តភក្តិខាត់ខាំងយ៉ាងណាក៏ដោយក៏សំនៅតែមានបំណងសម្រាប់ថៅកែហុកចោលយប់មួយសំបានចូលទៅសម្លុតថៅកែហុកតាមកំហឹងរបស់ខ្លួនតែដោយចាញ់កលថៅកែហុកសំក៏ត្រូវបញ្ចូលគុកធំក្រោយមកត្រូវតុលាការកាត់ទោសឲ្យជាប់គុកចំនួន3ខែបន្ទាប់ពីសំត្រូវជាប់គុកនាងសយនិងនាងមុំបាននាំគ្នាទៅសួរសុខទុក្ខសំនៅឯគុកធំនៅថ្ងៃអាទិត្យដោយភាពខ្សឹកខ្សួលនៅពេលនៅក្នុងគុកសំត្រូវបាក់ពួកជាប់គុកមុនឈ្មោះហួរសួសនិងពួកអនុរិយនាំគ្នាវេធ្វើបាបដោយគ្មានការពិចារណាឡើយក្រោយពីការណែនាំអប់រំពីผู้ជួយ គុកសំនិងនាយសយត្រូវមកជន់ទៅផ្ទះនៅជិតវត្តមហាបន្ត្រីដោយត្រីចក្រយានថ្ងៃបន្ទាប់មកទទួលស៊ីក្លូពីសេដ្ឋីនីចិត្តល្អមេម៉ាយម្នាក់ឈ្មោះយាយកានពេលសំទៅរកប្រាក់ត្រូវឡានបុកសន្លប់បាត់ស្មារតីត្រូវដឹកទៅមន្ទីរពេទ្យព្រះកេតុមាលារួចពីគ្រោះថ្នាក់សំក៏បានចូលទៅធ្វើការនៅរោងសហកម្មសាប៊ូដោយសារការព្យាយាមពេលការបូរ៉ាល់លាឈប់ថៅកែក៏តែងតាំងសំជំនួសព្រមទាំងអនុញ្ញាតឲ្យសំនិងប្រពន្ធមកស្នាក់នៅក្នុងបន្ទប់នៃរោងចក្រឧស្សាហកម្មនេះផងតេងអានជាកូនចៅរបស់ថៅកែសេងលីត្រូវទៅមើលការនៅហុងកុងថៅកែសេងលីក៏បានតែងតាំងក្មួយលោកឈ្មោះសេងហុងឲ្យមើលការជំនួសពេលនោះសំត្រូវបានសេងហុងបណ្ដេញចេញលែងឲ្យធ្វើការព្រោះសំមិនធ្វើតាមបញ្ជារបស់សេងហុងសំទៅធ្វើការកន្លែងណាក៏ដូចកន្លែងណាត្រូវបានឋានៈជាកាបូរ៉ាល់ប៉ុន្តែមិនបានថិតថេរទេត្រូវម្ចាស់កន្លែងបណ្ដេញចេញរហូតដោយមានកម្មករស្គាល់ច្រើនសំក៏បានបង្កើតសមាគមកម្មករមួយតែក្រោយមកក៏ត្រូវអ្នកនយោបាយបោកប្រាស់ធ្វើជាឆ្លងក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រសមាជិកតំណាងរាស្ត្រថ្មីបន្ទាប់ពីបានជាប់ឆ្នោតហើយក៏ក្រឡាស់ធ្វើជាលែងទទួលស្គាល់អ្នកដែលធ្លាប់ជួយខ្លួនសំនឹងខ្លួនហើយពោលថាតទៅមុខលែងបណ្ដោយឲ្យពួកនយោបាយបោកប្រាស់ទៀតហើយសំនឹកមកមិនថាអូណអ្នកនយោបាយវាខ្លាចទៅជាអ្នកនយោបាយបោកទៀតតើនាងសយមានកគ្មានលុយទិញថ្នាំសង្កូវផឹកដល់គ្រប់ខែឆ្លងទន្លេសំទៅពឹងគ្រូពេទ្យនរាឲ្យជួយតែគេមិនបានសម្រាប់នាងសយក៏ស្លាប់ក្នុងពេលសម្រាលទៅបន្ទាប់ពីប្រពន្ធស្លាប់ទៅសំក៏ប្រកបមុខរបរធាក់ស៊ីក្លូទៀតតែមិនសមប្រកបសំបានទៅពឹងពាក់លោកយាយជាតំណាងរាស្ត្រតែសំធ្លាប់ជួយក្នុងការបោះឆ្នោតតែអកុសលលោកយាយបែរជាធ្វើមិនស្គាល់សំទៅវិញបន្ទាប់មកសំក៏ខ្លាចជាមនុស្សអនាថាគ្មានទីចម្រោកគ្មានអ្វីសម្គាល់ខ្លួនត្រូវប៉ូលីសចាប់ឃុំខ្លួនអស់ពី3ថ្ងៃទៅដោះលែងវិញដោយខ្លួនគ្មានទីពឹងលោកការត្រេកឃ្លានធ្វើទុកខ្លាំងពេកសំក៏ដាច់ចិត្តទៅប្រកបរបរចោលឆក់បន្ទាប់ពីការបំភ្លឺរបស់ម៉ៃសំក៏យកព្រមយករបស់របរដែលនៅសេសសល់ទៅប្រកល់ឲ្យម្ចាស់ដើមវិញតែលោកកញ្ញាសម្បូរសម្បត្តិមិនព្រមក៏ចាប់បញ្ជូនឲ្យភ្នាក់ងារប៉ូលីសក៏ចាប់គុំទាំងក្នុងគុក6ខែសំដើរឆ្លងផ្លូវត្រូវឡានរបស់លោករដ្ឋមន្ត្រីវ័យក្មេងបុកលោករដ្ឋមន្ត្រីក៏នាំសំទៅមន្ទីរពេទ្យហើយជួយឲ្យសហួយចំនួន500រៀលព្រមទាំងបានផ្ដាំឲ្យសំទៅរកគាត់កុំបីខានតែសំបែរជាប្រកែកមិនយកលុយហើយឲ្យលោកមិន
ហើយឲ្យលោកមន្ត្រីជួយរកការងារធ្វើលោកមន្ត្រីបានឲ្យសំនៅទៅនៅថៃផ្ទះលោកសំក៏បានសុខកាយសប្បាយចិត្តចាប់ពីពេលនោះមកក្រោយពេលដែលសុខទេសទទួលបានឯករាជ្យសន្តិភាពពេញបរិបូរណ៍ក្រោមព្រះរាជបូជនីយកិច្ចរបស់អង្គសម្ដេចឪសំបានវិលទៅប្រកបការងារជាកសិករនៅស្រុកកំណើតវិញដោយរីករាយព្រោះរដ្ឋាភិបាលសង្គមនិយមបានបំពេញបំណងរាស្ត្រក្រោមព្រះរាជបូជនីយកិច្ចដឹកនាំរបស់អង្គសម្ដេចឪទីក្រុងភ្នំពេញបានរីកចម្រើនលើគ្រប់ផ្នែកគ្រប់វិស័យព្រះអង្គបានរៀបចំឲ្យមានសមាជជាតិគឺនៅពេលនោះមានសមាជជាតិលើកទី9